បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីរបស់យើងរងទៀតហើយនេះគឺជាសកម្មភាពនានាដែលខ្ញុំបានប្រជពពីកម្មវិធី ACVI នៅទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់ឆ្នាំ2024ហើយយើងសង្កេតឃើញថាមាន expert ជាច្រើនដែលបានចូលរួមក៏ដូចជា professor ផ្នែកបរិញ្ញាបត្រអំពី imagery កាយៈអានេះគឺជា guideline ដែលគេដាក់ឲ្យយក free ហ្នឹងហើយរបស់ ASE ហើយមានសមាគមជាច្រើនប្រមូលផ្ដុំគ្នាដើម្បីផ្សព្វផ្សាយពី guideline របស់គេក៏ដូចជា new research ហើយពេលនោះក៏មានការចូលរួមជាមួយពីក្រុមហ៊ុនបណ្ដាក្រុមហ៊ុនធំៗដែលផលិតសម្ភារៈចេកជាវិទ្យាសាស្ត្រជាពិសេសទាក់ទងជាមួយនឹងផ្នែកបេះដូងនិងសរសៃឈាមមានតាំងពី Echo មានតាំងពី CT MRI ក៏ដូចជាការដាក់ធ្វើ simulation ផ្សេងៗនានាហើយក៏ដូចជាដែលយើងឃើញមាន LTO ជាដើមហើយក៏គេមានbookshop ដើម្បីយើងទិញ guideline យកទៅសិក្សាបន្ថែមហើយអ្វីដែលជាលក្ខណៈផ្ដោតសំខាន់នោះគឺគេ promote new technology ទាក់ទងជាមួយនឹង AI ច្រើនដែល AI បច្ចុប្បន្ននេះអាចជួយសម្រួលការងារវាស់វែង evaluation ទៅលើ heart function ហើយក៏ជួយសម្រួលដល់ early detect ពេលនេះសូមអរគុណដែលលោកអ្នកកំពុងតាមដានវីដេអូក្រោយ